Channel Win Tai Xuân để tiên rừng khmai xôm chùn rương Vinh nhiên khmai bài tẹt mày đã tụp nâng bần trệt khuôn riệp nâng lệch đã từ khang lệch cắt đã tầng tẹt mười khăn tẹt ní xong âm pi chớ đầm bốn prọ cơ bương cờ hòm chinh cháng hùm bọt tờ đói đá pranat khmau rờ lùng srl chah bồ ran tái hao tẹt ní thà chỉ tẹt còn tăng nơi chung quanh ní tẹt miền đầm nam xanh mơ tới cụ ở trong ruột nơiគ្រួសារមិញច្រាប់ពូច្រូចដែលទៅនឹងមករស់នៅក្នុងផ្ទះថ្មីពូច្រូចនេះគឺមិនមែនជាផ្ទះដែលទៅនឹងសង់ថ្មីនោះទេគាត់បានទិញពីអ្នកភូមិក្នុងតម្លៃ4លានរៀលលុយខ្មែរគាត់នឹងគ្រួសារមិនដឹងពីប្រវត្តិនៃផ្ទះនេះទេដោយគ្រាន់តែឮថាគេលក់ក្នុងតម្លៃធូរថ្លៃគាត់ក៏សម្រេចចិត្តទិញភ្លាមមិញច្រាប់ពូច្រូចក្រោយពីរៀបចំអីវ៉ាន់ដាក់ផ្ទះថ្មីរួចពួកគាត់ក៏នាំគ្នាឡើងទៅសម្រាកបាត់ទៅក្រឡេកមកមើលខាងត្បូងនៃផ្ទះរបស់គាត់វិញមានដើមអំពិលទឹកធំមួយដែលមានម្លប់ត្រឈឹងត្រឈៃនៅខាងក្រោមនៃដើមអំពិលទឹកនេះមានពំនូកដីពីរពំនូកស្មៅដុះពីលើក្រាស់មើលទៅសឹងមិនស្គាល់ថាវាជាភ្នោខ្មោចនោះទេដើមអំពិលនេះឲ្យតែយប់ឡើងកាលណាអ្នកភូមិតែងតែប្រទះឃើញភ្លើងហោះមកធ្លាក់រលត់នៅនឹងដើមអំពិលនេះតែម្ដងជួនកាលគេឃើញមានស្រមោលសឈរស្ទង់កម្ពស់ផុតចុងដូងកំពុងតែអង្រួនដើមអំពិលនេះឯអ្នកភូមិខ្លះទៀតគេឃើញមានមនុស្សស្រីឈរបក់ដៃហៅពួកគាត់រួចក៏បាត់ខ្លួនមួយរំពេចយប់ដំបូងដែលពូច្រូចនិងប្រពន្ធគាត់មកស្នាក់នៅផ្ទះនេះគាត់មិនបានរៀបចំធ្វើពិធីសូត្រមន្តឡើងផ្ទះថ្មីនេះទេដោយគាត់គិតថាចាំនិមន្តព្រះសង្ឃមកសូត្រមន្តនៅព្រឹកស្អែកនេះតែម្ដងគាត់សម្រានមិនបានយូរប៉ុន្មានផងស្រាប់តែអ្នកចិត្តខាងរបស់គាត់មកលេងសំឡេងស្រែកហៅពូច្រូចពីក្រោមផ្ទះឮសូរល្វើយច្រូចអើយសម្រានលក់នៅហ្នឹងច្រូចអើយសម្រានលក់នៅហ្នឹងខ្ញុំមឹកពូច្រូចគាត់ភ្ញាក់ឡើងក្រេះទាំងភ្នែកមិនទាន់នឹងបើកផងរួចក៏ខំផ្ទៀងត្រចៀកស្ដាប់សំឡេងនោះនៅតែបន្តហៅពូច្រូចច្រូចអើយសម្រានលក់នៅហ្នឹងខ្ញុំមឹកពីថ្ងៃមិនបានមកលេងឬដំណឹងថាឯងមកទិញផ្ទះថ្មីនៅម្ដុំនេះឥឡូវនេះណាក៏ឈានមកលេងឯងតែម្ដងទៅពូច្រូចស្មានតែបងប្អូនគាត់ដែលរស់នៅក្នុងភូមិនេះមកលេងគាត់ក៏ស្រវាដើរទៅបើកទ្វារមើលនេះណែអ្នកចិត្តខាងពូច្រូចគឺជាខ្មោចសោះខ្មោចនេះវាខំសម្ដែងរិទ្ធដំឡើងខ្លួនយ៉ាងធំកម្ពស់ខ្ពស់ទន្ទឹមផ្ទះសក់ក្រញាញ់ភ្នែកលៀនធំចេញថ្លែអូយមើលទៅគួរឲ្យខ្លាចខ្លាំងណាស់ពូច្រូចឃើញហើយគាត់ភ័យញ័រអស់ជើងដៃហើយក៏រត់ចូលទៅក្នុងផ្ទះវិញយ៉ាងលឿនខ្មោចនេះវាមិនទាន់ទៅណានោះទេវាលោតចូលប្រឡោះបង្អួចតាមពូច្រូចដែរពូច្រូចបើកាលណាខ្មោចនេះវាចូលដល់ក្នុងផ្ទះហើយគាត់ក៏ចាប់ទាញដៃមិញច្រាប់ដែលកំពុងតែសម្រានរួចរត់ចេញពីក្នុងផ្ទះវិញពូច្រូចស្លន់ពេកគាត់ក៏ច្រឡំហក់ពីលើផ្ទះមកក្រោមធ្លាក់ស្ប៉ាបទៅនឹងដីលាន់ឮសូរឌុបមីងច្រាប់នៅអេះអុញម្នាក់ឯងក្នុងចិត្តចង់លូតបន្តិចអត់បន្តិច
ខ្មោចវាចេះតែបន្លាចមីងជ្រឹបគាត់ភ័យខ្លាំងពេកក៏ហក់ទៅតាមពូជ្រោចដែរតែមិនមែនធ្លាក់ទៅនឹងដីទេគឺគាត់ជន់ពូជ្រោចឬសូត្រតែអឹកខ្មោចនេះវាបន្តសំឡេងពីក្រោយថាណែពូមីងខ្ញុំមកលេងសោះនឹងណាហេតុអីក៏ខ្លាចខ្ញុំយ៉ាងនេះពួកគាត់ឮហើយគឺមិនបានតបទៅវិញនោះទេដាក់មេប្រូចយកតែម្ដងខ្មោចនេះវាបានចិត្តគឺលងត្រូវបាច់តែម្ដងជួបមនុស្សដែលខ្លាចខ្មោចពូជ្រោចមីងច្រាប់ខំរត់យ៉ាងលឿនតែខ្មោចនេះវាពង្រីកខ្លួនយ៉ាងធំដើរមួយតាមពីក្រោយហាមាត់ចង្ក្រឹងក្រឹងលុះរត់ដល់មុខផ្ទះមួយរៀងឆ្ងាយក្រនបើដែរពួកគាត់ក៏រត់ចូលទៅខាងក្នុងពូជ្រោចគាត់ក្រឡេកមកមើលខាងក្រោយមិនបានឃើញខ្មោចវាមកតាមនោះទេគាត់ក៏ពោលឡើងថាម៉ាអារំបល់យោផ្ទះអញទើបតែទិញដេកមិនទាន់នឹងបានមកយប់ស្រួលបួលផងវាមកលេងឯងអីណាម៉ាអាចោព្រាត់ប្រាសមីងច្រាប់គាត់បន្តពីក្រោយអានឹងហើយផ្ទះឯងរបស់វាថោកគឺវាបែបនឹងឯងឥឡូវគិតយ៉ាងម៉េចយប់នេះមានគិតយ៉ាងម៉េចវ៉ៃសុំផ្ទះគេនេះស្នាក់នៅមួយយប់សិនទៅមានអីអញ្ចឹងក៏បានឯងហៅម្ចាស់ផ្ទះគេបន្តិចតើមើលម្ចាស់ផ្ទះនៅផ្ទះទេនឹងសុំសម្រានមួយយប់សិនមកបានទេម្ចាស់ផ្ទះនៅទេហៅពី3ម៉ាត់ទៅហើយមិនមានសំឡេងឆ្លើយឆ្លងមកវិញសោះតែឮសំឡេងមួយលាន់សូរតែឌុបពូជ្រោចលោតផ្លោតចូលទៅក្នុងផ្ទះភ្លុចមីងច្រាប់ខ្លាចខ្មោចណាស់ដែរគាត់មិនចាំយូរក៏លោតចូលទៅក្នុងផ្ទះតាមប្តីដែរនៅក្នុងផ្ទះងងឹតសូនសុងមើលគ្នាមិនឃើញសោះឮសូរតែសំឡេងហៅគ្នាពូជ្រោចហៅមីងច្រាប់ហៅពូជ្រោចម៉ែវានៅឯណានោះនៅឯនេះឪវាឯងនៅណាខ្ញុំមើលមិនឃើញឯងទេអើយបើល្ងិតអញ្ចឹងមើលគ្នាមិននឹងឃើញទៅវ៉ៃពួកគាត់រកគ្នាពេញផ្ទះអស់មួយសំទុះប្រហែលជាពួកគាត់រកគ្នាឃើញហើយបានស្ងាត់បែបនេះគ្រានោះគាត់ក៏សម្រាកនៅផ្ទះនោះតែម្ដងទៅលុះព្រឹកឡើងថ្ងៃរះផុតចុងត្នោតទើបពួកគាត់ភ្ញាក់ដឹងខ្លួនវិញចំយៈហើយផ្ទះដែលពួកគាត់សម្រាកនៅកាលពីយប់មិញនោះគឺជាគុម្ពឫស្សីសោះពូជ្រោចលាន់មាត់ម៉ែវាមិនបានពួកយើងមកនៅលើគុម្ពឫស្សីទៅវិញក្រែងយប់មិញពួកយើងដេកនៅក្នុងផ្ទះតែតើវ៉ៃយីឪវាខ្ញុំមិននឹងដឹងខ្មោចវាលងនឹងណាឥឡូវគិតចុះយ៉ាងម៉េចវិញឪវាអើយអាផ្ទះថ្មីនេះយ៉ាប់មែនអញឈប់នៅហើយវ៉ៃបន្ទាប់ពីពួកគាត់ចុះមកដល់ដីហើយពួកគាត់ក៏នាំគ្នាដើរទៅផ្ទះវិញតែមិនបាច់មើលសក់របស់ពួកគាត់ទេគឺឡើងដូចសំបុកមាន់ទៅហើយតាមប្រវត្តិនៃផ្ទះនេះគឺជាផ្ទះរបស់ខ្មោចតៃហោងដែលកាលពី20ឆ្នាំមុនមានចោរមួយក្រុមវាបានចូលមកប្លន់និងសម្លាប់គ្រួសារនេះតែម្ដងរហូតមកដល់ពេលនេះផ្ទះដែលពូជ្រោចទិញគឺគ្មានអ្នកណាហ៊ានមកនោះទេពូជ្រោចនិងប្រពន្ធពួកគាត់មិនអស់ចិត្តក៏យករឿងនេះទៅប្រាប់លោកមេភូមិរួចសម្រេចចិត្តឲ្យលោកមេភូមិរុះរើផ្ទះនេះមកសង់ជាថ្មីធ្វើជាសាលាដំណាក់ប្រចាំភូមិនេះតែម្ដងក្រោយពីលោកមេភូមិរុះរើផ្ទះនេះហើយអ្នកភូមិក៏នៅតែឧស្សាហ៍ឃើញវិញ្ញាណខ្មោចទាំងពីរនេះនៅនឹងដើមអំពិលនេះដដែលហើយផ្លូវមួយនេះក៏គ្មានមនុស្សណាគេហ៊ានធ្វើដំណើរឆ្លងកាត់ទៀតដែរលើកលែងតែអ្នកដំណើរមកពីឆ្ងាយគេមិនដឹងថាផ្លូវនេះមានខ្មោចនោះទេហើយរឿងនិទាននេះក៏សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះឯងហោង